ជ្រាបសួរដល់លោកគ្រូព្រមទាំងមិត្តភក្តិទាំងអស់គ្នាអញ្ចឹងខ្ញុំបាទឈ្មោះខាន់មករាមកពីក្រុម Ready User 5អញ្ចឹងថ្ងៃនេះខ្ញុំហើយនឹងក្រុមរបស់ខ្ញុំបានធ្វើការអឺ demo ទៅលើ website មួយអញ្ចឹងថ្ងៃនេះខ្ញុំនឹងធ្វើការបញ្ចូលទៅលើ website របស់ខ្ញុំដោយសារតែនៅលើ website របស់ខ្ញុំនឹងដែរគឺទាក់ទងជាមួយនឹងប្រដាប់ management នេះដែរគឺយើងអាចធ្វើការ add ជាមួយនឹងប្រដាប់របស់យើងចូលឬក៏អាចធ្វើការបង្កើតជាមួយនឹងប្រដាប់ចូលបានអឺ បន្តមកទៀតនៅកន្លែង post screen នេះគឺយើងអាចធ្វើការបញ្ជាទិញបានពេលយើងធ្វើការ add រួចរាល់គឺប្រដាប់វានឹងរកបាននៅកន្លែងនេះអញ្ចឹងបាទបន្តមកទៀតឥឡូវខ្ញុំធ្វើការ add ជាមួយប្រដាប់យើងសិនកុំឲ្យខាត់ពេកយូរឥឡូវចង់ដឹងថាយើងអាចធ្វើការ add ជាមួយប្រដាប់យើងចូលបានឥឡូវយើងធ្វើការ add ជាមួយប្រដាប់យើងឈ្មោះ Kuka អញ្ចឹងឥឡូវសារធ្លាប់ add ហើយយើងដាក់តម្លៃទៅចូលគឺ0.5កន្លែងនេះគឺខ្ញុំលក់វិញ1.25អញ្ចឹងហើយធ្វើការ copy ចំនួនភាពចូលមកសិនអូខេអញ្ចឹងកន្លែងនេះគឺយើងបានធ្វើការ copy ជាមួយនឹងរូបភាពរបស់យើងចូលរួចរាល់ហើយឥឡូវបានធ្វើការupload ភាពចូលរាល់ហើយធ្វើការ add ជាងវានឹងលុបបង្ហាញនៅកន្លែងនេះកន្លែងធ្វើការ add ដាក់យើងចូលអូខេធ្វើការ refresh យើងបានធ្វើការ add ជាមួយនឹង product មួយចូលរួចរាល់អញ្ចឹងឥឡូវខ្ញុំធ្វើការ add ជាមួយនឹង product មួយទៀតចង់ដឹងថាយើង add បានមួយឥឡូវអាច add ធ្វើការ add ជាមួយនឹង product មួយទៀតបានអត់អញ្ចឹងឥឡូវធ្វើការ add ជាមួយនឹង product មួយទៀតខ្ញុំដាក់ឈ្មោះថា Sting កាទេនេះគឺជា stream ដែរតម្លៃរបស់វាគឺខ្ញុំលក់តែធ្វើការទិញចូលជាស្រេច$1ចំក្រោយនេះខ្ញុំធ្វើការលក់វិញ1.50ចំធ្វើការផាសចូល link ចូលអញ្ចឹងកន្លែងនេះគឺយើងអាចដាក់ link រូបភាព URL របស់យើងចូលបានលើធ្វើការ add មួយ5មួយទៀតលើយើងទទួលបានជាមួយនឹង product ចំនួន2បន្ថែមទៀតចឹងលើយើងពិនិត្យមើលទៅកន្លែង post screen របស់យើងមានអី product ព្រោះអត់ចាគឺយើងទទួលបានចំនួន product 2បន្តមកទៀតនៅលើកន្លែង product management របស់យើងគឺយើងអាចធ្វើការ update លើ product របស់យើងបានលើទៅហៅកន្លែង mail នេះខ្ញុំចង់ update វាទៅជា product ដកមួយចេញហើយកន្លែងនេះខ្ញុំអត់កែខ្ញុំទុំដល់ឯងយើងអាចធ្វើការ update បានគឺ update បានហើយ refresh ចង់ដឹងថាវាខ្ញុំ refresh វានៅដដែលនៅដដែលតទៅទៀតយើងអាចធ្វើការ delete បាននៅកន្លែងនេះចុចធ្វើការ delete ចាវានឹងសួរយើងថាយើងចង់ delete ដែរអត់តែបើសិនជាក្នុងករណីដែលយើងអត់ចង់ delete ទេចុច cancel គឺវាអត់ delete ទេតែបន្តបើសិនជាក្នុងករណីចង់ delete ចុច OK វាអាចធ្វើការ delete បានលើអញ្ចឹងខ្ញុំសាកធ្វើការចុចទៅលើពាក្យ OK ចាខ្ញុំអាច delete បានអញ្ចឹងនៅលើប្រដាប់នៃជំនួយយើងគឺមានតែប៉ុណ្្នឹងទេហើយយើងចូលទៅលើ post it របស់យើងអញ្ចឹងនៅលើ post it របស់យើងអាចធ្វើការបញ្ជាទិញនៅតំណែងបានអញ្ចឹងនៅកន្លែងនេះគឺខ្ញុំធ្វើការទិញនៅតំណែងមួយឥឡូវវិញសិនខ្ញុំចង់ទិញតំណែងពីរខ្ញុំគ្រាន់ click ពីរដងឬគឺយើងអាចចុចអាកន្លែងសញ្ញាបូមនេះក៏បានដែរនេះចុចបូកមួយទៀតមកអាចទិញបានដែរតមកទៀតខ្ញុំចង់ទិញអានេះមួយទៀតបាទកន្លែងនេះខ្ញុំបញ្ជាក់តិចបើសិនជាក្នុងករណីឧទាហរណ៍តែយើងអត់ចង់ទិញអានេះទេយើងអាចធ្វើការ remove វាបានតែមុននឹង remove គឺមាន mistake មួយសួរយើងសិនថាយើងចង់ remove វាអត់បើសិនយើងអត់ចង់ remove អាប្រដាប់នោះទេចុច cancel មកតែបើចង់ remove ចុច OK ឥឡូវយើងអត់ចង់ remove ចុច cancel វិញបាទអញ្ចឹងឥឡូវយើងធ្វើការបញ្ចូលជាមួយទឹកលុយយើងចូលយើងចង់ដឹងថាយើងអាចធ្វើការទិញបានអត់ឥឡូវទឹកលុយយើងឥឡូវកន្លែងនេះគឺវាយបញ្ចូលជាទឹកប្រាក់ជាលុយដុល្លារអញ្ចឹងអស់តម្លៃគឺ$4.25នៅកន្លែងនេះគឺយើងអាចចុចជាមួយនឹងប៊ូតុង2មានន័យថាយើងចង់ទិញក៏បានអត់ក៏បាននេះកន្លែងនេះយើងអត់ចង់ទិញចុច cancel មកតែមុនយើងចុច cancel វាមាន message មួយសួរយើងថាយើងចង់ធ្វើចង់នៅបន្តទិញដែរឬអត់បើយើងអត់ចង់នៅបន្តទិញទេចុច OK មកតែបើសិនជាក្នុងករណីដែលយើងចង់បន្តទិញទៀតគឺយើងចុច cancel ចឹងនៅកន្លែងនេះគឺយើងអាចធ្វើការបញ្ជាទិញបានអញ្ចឹងយើងគ្រាន់តែចុច pay now ចាគឺយើងអាចធ្វើការបញ្ជាទិញបានហើយវា load ជាกระดาษ receipt មកបាននៅលើផ្ទះរបស់យើងអញ្ចឹងវាមានជា message មួយដោយសារតែខ្ញុំអត់មាន connect ជាមួយនឹងម៉ាស៊ីន print អញ្ចឹងខ្ញុំអឺធ្វើការ alert វាតែម្ដង
ចឹងវីដេអូរបស់ខ្ញុំនៅថ្ងៃហ្នឹងមានតែប៉ុណ្្នឹងទេចឹងបន្ទាប់ពីយើងធ្វើការទិញ reroll អាចធ្វើការទិញបន្ថែមទៀតបាននេះកន្លែងនេះគឺយើងអាចទិញបានហើយនេះបាទឥឡូវខ្ញុំចូលមកកន្លែងភពដាប់របស់យើងវិញចឹងនៅកន្លែងនេះអ្នកនរគ្នាខ្ញុំព្រីបញ្ជាក់គឺនៅកន្លែងនេះគឺយើងអាចធ្វើការ remove បានចឹងកន្លែង remove នេះយើងគ្រាន់តែចុចនៅកន្លែងណាក៏បានចុចនៅកន្លែងផ្ទៀងផ្ទេនេះក៏បានដែរចុចទៅវាសួរយើងអាច remove បានតែយើងចង់ remove ក៏ដាក់នឹងអត់យើងចង់ remove ទេចង់ remove នេះចុចខាងซ้ายមកតែវាខ្ញុំបើសិនជាក្នុងករណីយើងចង់ធ្វើការ remove ក៏ដាក់នេះយើងអាចចុច OK បាទចឹងវីដេអូរបស់ខ្ញុំថ្ងៃហ្នឹងមានតែប៉ុណ្្នឹងទេចឹងបើសិនជាអ្នកនរគ្នាមានចម្ងល់អ្នកគ្នាអាចអឺធ្វើការសួរបានហើយបើខ្ញុំឆ្លើយចេញទេខ្ញុំអាចនិយាយសារមួយក្រុមខ្ញុំអាចផ្ដល់ចម្លើយតាមក្រោយចឹងអរគុណច្រើនហើយសូមជម្រាបលាលោកគ្រូផង